បានមានសួរបងប្អូនអរគ្នាថ្ងៃនេះថ្ងៃទី26ខែ2ឆ្នាំ2026ឃើញថាតម្លៃហាងឆេងមាសថ្ងៃនេះគឺស្ថិតនៅក្នុងតម្លៃ$5,184ក្នុង1អោនបាទហើយទំនោរមាសគឺស្ថិតនៅក្នុងស៊ូន Sideways គឺវាបាន Sideways គឺរយៈពេល3ថ្ងៃហើយអញ្ចឹងថ្ងៃនេះវាអាចនឹង break បាទអាចនឹង break អញ្ចឹងការ break វាអាចនឹង break resistance និង break support បើយើងចាប់ក្នុងស៊ូន resistance កាលពីម្សិលមិញបាទយើងរាប់ដល់2ម៉ោងចុងក្រោយតម្លៃ resistance របស់វានោះគឺនៅតម្លៃ$2,200បាទ$2,215ក្នុង1អោនហើយតម្លៃ support វាគឺនៅតម្លៃ$5,245ក្នុង1អោនអញ្ចឹងទំនោរមាសវាបានកន្លែងនេះគឺវាបាន break trend line របស់យើងមួយជើងហើយអញ្ចឹងកន្លែងនេះវាបាន pull back ទៅវិញអញ្ចឹងកម្លាំងនៃការ pull back របស់វាបើសិនជាវាបុកផ្ដាច់ resistance នេះទំនោរវាអាចនឹងឡើងទៅលើទៀតបាទឡើងទៅរ resistance high របស់វាខាងនេះវិញបាទអញ្ចឹង zone resistance នេះទើបបងប្អូនអាចធ្វើការ sell បានមួយតង់ទៀតបាទតំបន់ zone នេះបងប្អូនអាច sell ទៅនឹងបានបងប្អូនអាច sell បានដាក់ stop loss នៅលើ resistance ខាងនេះទៅបាទអញ្ចឹងទំនោរវាបើសិនជាវាចុះបាទចុះមកដល់តំបន់ support បងប្អូនអាច escape buy ខ្លីៗបានហើយបើសិនជាមានព័ត៌មានបាទព័ត៌មានអាចកលាប់ចាក់មានអាចនឹងបុកបាទបុកធ្លាយ100លេខក៏ថាបានដែរបាទអញ្ចឹង zone ល្អក្នុងការរងចាំទិញបាទនៅពេលដែលវាបុកចុះមកបងប្អូនអាច sell បដិញមកបាទហើយនៅពេលដែលវាដល់ zone ទី1នេះបងប្អូនអាច take profit មួយតង់សិនបាទឬក៏បងប្អូនអាច escape buy ខ្លីៗ zone នេះបានហើយដាក់ stop loss ខាងក្រោមហ្នឹងទៅណាបាទ stop loss នៅក្រោម support ហ្នឹងទៅហើយបើសិនវាធ្លាយមកដល់តំបន់អស់នេះបាទតំបន់ zone នេះគឺជា zone ដែលវាអាចនឹងចែកតម្លៃបានបាទដោយសារតម្លៃនេះបងប្អូនអាចរងចាំចូល buy នៅ zone 5,094បាទហើយនឹង5,007បាទនៅ zone នេះគឺ zone 20លេខអញ្ចឹងនៅពេលវាដល់ zone នេះវាចុះមកដល់ zone នេះវានឹងអាចធ្វើជើង sideways អញ្ចឹងវាបង្កើតបានជា confirm candle ដែលយើងអាចធ្វើការចូលទិញបានបងប្អូនទិញនៅ zone ហ្នឹងបាទតែវាដល់ zone ហ្នឹងហើយវានៅតែកម្លាំង bearish បុកមកខាងទៀតយើងក៏មិនអាចចូលនឹងបានដែរព្រោះតែវាខ្សោយកម្លាំងសិនហើយបាទវា confirm វាមាន rejection ត្រឹមត្រូវវាមានជា order block ត្រឹមត្រូវហើយចាំបងប្អូនចូលបាទអញ្ចឹងវាមានចេញកន្លែងនេះបាទនៅពេលដែលវាបង្កើតជា internal low បាទបង្កើតជា rejection block order block បាទ breaker block បាទឬក៏ AVG ត្រឹមត្រូវហើយទៅបងប្អូនអាចចូលនៅក្នុង zone នឹងបានណាបងប្អូនបាទអញ្ចឹងយើងមាន3តំបន់បាទ3តំបន់ហើយសម្រាប់ម៉ោងអាស៊ីយើងចូលនៅក្នុង support នេះទៅបាទចូលដល់ម៉ោងអឺរ៉ុបយើងត្រៀមចូលនៅតម្លៃអានេះបាទឬក៏បងប្អូនអាចចូលនៅក្នុងតម្លៃ support ខាងក្រោមអស់នេះទៀតក៏បានដែរណាបងប្អូនបាទអញ្ចឹងយើងផ្ដោត3តម្លៃនេះសិននៅក្នុងម៉ោងអាស៊ីនិងម៉ោងអឺរ៉ុបបាទម៉ោងអាមេរិកវានឹងមានព័ត៌មានបាទនឹងមានព័ត៌មានធ្វើឲ្យវាប្រែប្រួលខ្លាំងបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺមានប៉ុណ្ណឹងហើយជូនពរបងប្អូនទាំងអស់គ្នាឲ្យ trade ចំណេញបានលុយច្រើនទាំងអស់គ្នាបាទអរគុណ